យើងបានសូត្រ time លេងមួយហើយបាទអញ្ចឹងគឺសម្រាប់យើងអ្នកអត់គឺបានប៉ុណ្្នឹងអីមកគឺអេមស្រេមេស្នេហ៍ហើយសួស្តីសម្រាប់មិត្ត e-football ទាំងអស់គ្នាអញ្ចឹងគឺវីដេអូមួយនេះខ្ញុំមកធ្វើការដូរយកកីឡាករសូថាមួយដែលគេឲ្យយើងដូរនៅថ្ងៃនេះអញ្ចឹងគឺមុននឹងធ្វើការឈានដល់ការដូរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាដែលអត់មានជាមួយនឹងនេះគេហៅ e-football point នេះពើការជុកខាងលើណាណា e-football point 1500 15000 បើអ្នកទាំងអស់គ្នាអត់ទាន់មានទេអ្នកទាំងអស់គ្នាអាចចូលទៅលេងអត់ទាន់គ្រប់អ្នកទាំងអស់គ្នាអាចចូលទៅលេងកន្លែងនេះចាំមើលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាចូលមកកន្លែង match នេះមកហើយយើងយកពាក្យនេះកន្លែង tournament នេះហើយវាមានកន្លែងឲ្យយើងលេងឥឡូវអ្នកទាំងអស់គ្នាអាចចូលមើលបានហើយអញ្ចឹងគឺខ្ញុំក៏អត់គ្រប់ដែរដោយសារតែខ្ញុំចូលមកមើលកន្លែងនេះគឺខ្ញុំលេងបាននេះមួនកន្លែងដែលខ្ញុំលេងគឺពេលដែលអ្នកទាំងអស់គ្នាលេងទៅនេះគេដាក់ឲ្យអញ្ចឹងកន្លែងនេះគឺយើងអាចលេងមុនដំបូងនេះគឺគេឲ្យលេងជាមួយនឹង AI ទេហើយ round ទី2គេឲ្យយើងលេងជាមួយ player ហើយ round ទី3ក៏ player ដែរអញ្ចឹងគឺខ្ញុំទៅលេងជាមួយនឹង AI ចប់ដើម្បីយក e-football point នោះដើម្បីធ្វើការដូរយកកីឡាករដែលយើងចង់ដូរទេហើយសម្រាប់វីដេអូមួយនេះអត់មានអីច្រើនទេអញ្ចឹងគឺយើងនឹងធ្វើការដូរជាមួយនឹងកីឡាករដែលគេដាក់មកយើងដូរនឹងដល់ហើយចូលច្រឡំទេអញ្ចឹងចូលកន្លែង shop នេះមកដើម្បីធ្វើការដូរយកកីឡាករមួយនេះហ្នឹងហើយអញ្ចឹងគឺនេះយើងអាចធ្វើការចុចដូរបានហើយបើសិនជាអ្នកទាំងអស់គ្នាអត់ចេះដូរអាចធ្វើការមើលវីដេអូនេះបានដើម្បីការដូរហើយយើងចូលមកយើងចុចចូលពាក្យនៅពេលដែលយើងមាន15000 e-football យើងអាចដូរបានហើយអញ្ចឹងយើងចុច exchange នេះមកបាទចុច exchange ហើយវានឹងលោតចូលទៅកាន់ Chrome ឬក៏ browser ណាមួយដែលអ្នកទាំងអស់គ្នាបានមាននៅក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាអញ្ចឹងគឺបើជារាល់ដងបាទអញ្ចឹងគឺនេះវាឲ្យអញ្ចឹងណាបើអ្នកទាំងអស់គ្នាមិនធ្លាប់ដូរទេគឺវានឹងចេញដែរបើសិនជាចេញអញ្ចឹងយើងចុច login មកបាទចុច login ហើយវាឲ្យយើងធ្វើការវា account របស់យើងចូលហ្នឹងហើយអញ្ចឹងគឺវា account របស់យើងចូលអញ្ចឹងអ្នកទាំងអស់គ្នាមានអ្នកទាំងអស់គ្នាវាចូលមកហ្នឹងហើយអញ្ចឹងគឺខ្ញុំគឺដាក់ account របស់ខ្ញុំចូលហ្នឹងហើយអញ្ចឹងគឺវាលេខកូដវាអីត្រូវមកហើយកន្លែងនេះគេឲ្យយើងវាលេខកូដអ្នកទាំងអស់គ្នាអាចវាលេខកូដរបស់អ្នកទាំងអស់គ្នាមកហ្នឹងហើយអញ្ចឹងគឺខ្ញុំវាលេខកូដរបស់ខ្ញុំម្ដងទៀតយើងច្រឡំអញ្ចឹងគឺអ្នកទាំងអស់គ្នាវាលេខកូដហើយអ្នកទាំងអស់គ្នារើសរូបនេះឃើញគេដាក់រូបហ្នឹងអ្នកទាំងអស់គ្នារើសយករូបហ្នឹងមួយមកថ្មីរើសឲ្យដូចរូបហ្នឹងនេះរូបពណ៌លឿងហ្នឹងបើសិនគេដាក់រូបអីគេអ្នកទាំងអស់គ្នាយករូបហ្នឹងមកហើយចេញមកដល់កន្លែងនេះគឺរួចរាល់យើងចុចខ្វែងនេះសិននេះចុចខ្វែងនេះមកហើយនេះវាចូលមកដល់កន្លែងនេះគឺធ្វើការឲ្យយើងដូរហើយអញ្ចឹងគឺ exchange សម្រាប់ Android ឬ iOS ហ្នឹងហើយអញ្ចឹងគឺយើងចុចចូលកន្លែង exchange នេះមកនេះ exchange នេះ exchange ពើផ្កាឈូកនេះចុច exchange វាមកហើយអ្នកនរគ្នាចុច exchange នេះមកនេះអញ្ចឹងគឺយើង exchange បានសម្រាប់ហើយឥឡូវអត់ប្របាកទេយើងចុចចេញទៅវិញមកហ្នឹងចុចចេញទៅវិញឬក៏អ្នកនរគ្នាអាចចុចចេញមក account យើងវិញមកaccount យើងវិញមកហើយនេះវា exchange ឲ្យយើងហើយឃើញទេអញ្ចឹងគឺការដូររបស់យើងគឺបានសម្រេចហើយអញ្ចឹងគឺឥឡូវយើងធ្វើការទៅមើលកីឡាករដែលយើងដូរបានហ្នឹងហើយនេះបានហើយចេញអូខេតែប៉ុណ្្នឹងទេអត់មានអីពិបាកទេគឺស្រួលមែនទេយើងយកមកនេះឃើញយើងបានសូត្រ time លេងមួយហើយបាទអញ្ចឹងគឺសម្រាប់យើងអ្នកអត់គឺបានប៉ុណ្្នឹងអីមកគឺអេមស្រេមេស្នាវីដេអូមួយនេះអត់មានអីច្រើនទេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ឲ្យគ្នាយើងបានទស្សនាហើយអញ្ចឹងគឺបើសិនជាពេញចិត្តអាចធ្វើការ subscribe ម្នាក់មួយមកបាទអញ្ចឹងគឺ comment លេងអ្នកមួយមកអញ្ចឹង